បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំម្ដងទៀតហើយគឺឃ្លាំងលក់ម៉ូតូ CKX នៅប្រទេសជប៉ុនបាទថ្ងៃនេះគឺយើងខ្ញុំមានប្រភេទម៉ូតូ Suzuki ST កម្លាំង250 ST 250 E-Type E-Type បាទគឺជាប្រភេទ E-Type ហ្នឹងដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងនេះបំពង់ស៊ីម៉ាំងវាហ្នឹងបងប្អូនបំពង់ស៊ីម៉ាំងហ្នឹងគឺវាលេងក្រូមេបាទបើមិនជាអត់មាន E-Type ទេវាអត់មានក្រូមេទេគឺវាខ្មៅសុទ្ធដូចជាប្រភេទ Suzuki Big Boy អញ្ចឹងហើយម៉ូតូ ST កម្លាំង250នេះគឺវាមានពណ៌សហើយក្បាលម៉ាស៊ីនមើលទៅវាស្រដៀងជាមួយនឹងម៉ូតូSuzuki Big Boy ប៉ុន្តែលេខកូដខុសគ្នាបាទអញ្ចឹងបានន័យថាគ្រឿងបន្លាស់នៅខាងក្នុងគឺខុសគ្នាដែរបាទលេខកូដរបស់នេះយើងអាចមើលបានប៉ុន្តែខ្ញុំគិតថាវាខុសគ្នាហើយបាទហើយមួយទៀតម៉ូតូនេះគឺវាមានធុងសាំងធំបាទធំមែនទែនធំជាងម៉ូតូ Suzuki Big Boy ថែមទៀតធុងសាំងវាបើសិនជាតាមខ្ញុំមិនភ្លេចទេនៅចំណាំប្រហែលជា11លីត្រឯណោះបាទមើលទៅអញ្ចឹងហើយយើងចាក់មកពេញគឺយើងអាចបើកបានប្រហែលជា7600គីឡូប្រហែលជា560ជាងគីឡូប៉ុន្តែយើងថា7600គីឡូចុះគេ design ម៉ូតូនេះឡើងគឺដើម្បីជិះផ្លូវឆ្ងាយបងប្អូនជិះផ្លូវឆ្ងាយហើយម៉ូតូនេះគឺមានភ្ជាប់មកជាមួយនឹងអារៀនខាងក្រោយនេះបងប្អូនរៀនហ្នឹងគឺសញ្ញាប់អីគេគឺសម្រាប់យើងដាក់កាបូបបងប្អូនយើងដាក់កាបូបយើងជិះទៅឆ្ងាយគឺយើងអាចដាក់បានហើយអីដែលសំខាន់មួយទៀតម៉ូតូនេះគឺអានេះ Suzuki បាទ Suzuki ពុកស្រិនបាទពុកសិនមិនមែនពុកដេអញ្ចឹងគេដាក់តែម Suzuki ហើយចំណុចសំខាន់មួយទៀតដែលខ្ញុំចង់កត់ចំណាំម៉ូតូនេះបងប្អូនអាចមើលនេះពូកយើងចុចទៅទុនមែនតើហ្មងខ្ញុំធ្លាប់ជិះម៉ូតូ Suzuki Big Boy មួយដែរកែវារៀងរឹងបងប្អូនខ្ញុំជិះដីប្រហែលជា40គីឡូ50គីឡូអញ្ចឹងណាចង់រកខូចគូតបងប្អូនប៉ុន្តែនេះខ្ញុំគិតថាអត់ទេពូកវាពូកដូចសឡុងអញ្ចឹងបាទទុនស្រួលមែនតើអញ្ចឹងហើយបើសិនជាយើងជិះទៅផ្លូវឆ្ងាយមើលសាច់វាបងប្អូនមើលសាច់វារលាស់ហ៎បងប្អូនរលាស់សាច់វានៅទុននៅម៉ត់ហ៎បងប្អូនអញ្ចឹងហើយបើសិនជាបងប្អូនចង់មានម៉ូតូមួយគ្រឿងប៉ុន្តែជិះយកឆ្ងាយមែនតើណាបងប្អូន Suzuki ST 250នេះគឺល្អខ្លាំងណាស់សម្រាប់បងប្អូនបាទអានេះមានទាំងសងខាងបងប្អូនមានទាំងសងខាងទុកយើងដាក់កាបូបទុកយើងដាក់កាបូបហើយមួយវិញទៀតម៉ូតូនេះគឺវាមានភ្ជាប់ជាមួយនឹង Frank Disk ម៉ូតូនេះគឺស៊េរីឆ្នាំខ្ពស់ជាងគេបំផុតហើយគឺជាស៊េរីប្រើប៊ិចសាំងបាទអញ្ចឹងនេះចូលមកដល់នេះវិញកុងទ័រគីឡូយើងប្រើបានតែ6000គីឡូតែប៉ុណ្ណោះបាទ6000គីឡូស្ទើរដូចថ្មីបងប្អូនខ្ញុំគិតថាគ្មានពីណាគេអាចរកម៉ូតូដូចថារៀងថ្មីចឹងយកទៅស្រុកខ្មែរជាងកន្លែងខ្ញុំទៀតទេបាទបដោតសំខាន់ជាងគេគឺគុណភាពតែម្ដងហើយម៉ូតូជំនាន់ចាស់ហ្នឹងខ្ញុំសរសើរមួយទៀតបងប្អូននេះវាមានអាំពូកឡោតឡោតនេះអាំពូវាហ្នឹងណាទីមួយស្រួលដោះដូរបើសិនជាបែកអំពូលយើងដូរអាភ្លឺចឹងហ្នឹងក៏បានប៉ុន្តែអំពូអាជំនាន់ចាស់វាហ្នឹងណាគេភ្លឺខ្លាំងណាស់ទៅហើយបាទមិនមែនដូចម៉ូតូស៊េរីថ្មីឬសូតែភ្លើង LED ប៉ុន្តែវារៀងល្ងិតបងប្អូនរៀងល្ងិតអញ្ចឹងហើយស៊េរីម៉ូតូថ្មីត្រូវតែបន្ថែមភ្លើងបន្ថែមអីប៉ុន្តែអានេះម៉ូតូជំនាន់ចាស់វិញអត់ទេបងប្អូនគ្រាន់តែមួយហ្នឹងភ្លឺពេញផ្លូវបងប្អូនហើយស្រួលដោះដូរហើយបើសិនដោះដូរស្រួលទៀតយើងដោះដូរតែខ្លួនឯងក៏បានផងដែរបាទអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទម៉ូតូ Suzuki ST 250 E-Type បាទ E-Type ហើយម៉ូតូនេះគឺកុងទ័រគីឡូរបស់វាគឺដូចជា6000គីឡូជាងបាទអំបញ្ញបាញ់ហើយបើសិនជាបងប្អូនចង់ឃើញដៃជើងរត់ច្បាស់បងប្អូនអាចចូលទៅក្នុង website ហើយចុច link នៅខាងក្រោមអញ្ចឹងទៅគឺឃើញរូបទាំងអស់ហើយបាទឲ្យក្បោះក្បាយជាងនឹងថែមទៀតអញ្ចឹងសូមអរគុណបងប្អូនទាំងអស់គ្នានឹងជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាទ